តើអ្នកធ្លាប់ឮឬធ្លាប់គិតទេថាអាយុច្រើនហើយរៀនអ្វីថ្មីលែងចូលហើយឬមួយក៏ចាស់ហើយមិនបាច់ផ្លាស់ប្ដូរអីទៀតទេខ្ញុំចង់ប្រាប់ថាបើអ្នកកំពុងគិតបែបហ្នឹងអ្នកកំពុងតែចាញ់បោកការយល់ច្រឡំដ៏ធំមួយហើយព្រោះវិទ្យាសាស្ត្រសម័យនេះបានសាកសីមកហើយថាខួរក្បាលរបស់មនុស្សយើងគឺមិនមានថ្ងៃហួសកំណត់ក្នុងការរៀនសូត្រនោះទេនៅក្នុងផ្នែកវិទ្យាសាស្ត្រគេមានពាក្យមួយហៅថា neuroplasticity វាគឺជាសមត្ថភាពរបស់ខួរក្បាលដែលអាចបង្កើតបណ្ដាញភ្ជាប់កោសិកាថ្មីៗបានពេញមួយជីវិតឲ្យតែយើងបន្តប្រើប្រាស់វានិងហ៊ានដាក់រឿងថ្មីៗឲ្យវាគិតហើយអ្វីដែលរឹតតែពិសេសនោះគឺមនុស្សដែលមានវ័យចាស់ទុំគឺមានទុនពិសេសជាងក្មេងៗទៅទៀតនោះគឺបទពិសោធន៍ជីវិតនិងការយល់ដឹងពីសង្គមនៅពេលយើងរៀនអ្វីមួយថ្មីយើងមិនមែនទន្ទិញចាំមាត់ដូចក្មេងទេប៉ុន្តែយើងរៀនដោយការវិភាគយល់ពីប្រព័ន្ធនិងអាចយកទៅអនុវត្តផ្ទាល់ភ្លាមតែម្ដងចុះហេតុអ្វីបានជាមនុស្សមួយចំនួនមានអារម្មណ៍ថាកាន់តែចាស់កាន់តែរៀនពិបាកឧបសគ្គពិតប្រាកដមិនមែនមកពីខួរក្បាលយើងចាស់ទេប៉ុន្តែវាមានរឿង3មួយគឺមកពីយើងខ្លាចខុសខ្លាចខ្មាស់គេ2គឺការប្រាប់ខ្លួនឯងរាល់ថ្ងៃថាធ្វើមិនកើតទេដែលវាជាការបិទទ្វារខួរក្បាលខ្លួនឯង3គឺយើងមានរឿងត្រូវគិតនិងការទទួលខុសត្រូវច្រើនពេកធ្វើឲ្យបាត់បង់ការផ្ដោតអារម្មណ៍ចងចាំថាគ្មានពាក្យថាហួសពេលសម្រាប់ការចាប់ផ្ដើមនិងការផ្លាស់ប្ដូរជីវិតនោះទេមិនថាអ្នកចង់រៀនជំនាញថ្មីប្ដូរអាជីពការងារឬបង្កើតអាជីវកម្មឲ្យតែអ្នកហ៊ានបើកចិត្តនិងផ្ដល់ឱកាសឲ្យខ្លួនឯងសមត្ថភាពរបស់អ្នកនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនខានអាយុគ្រាន់តែជាតួលេខតែការរៀនសូត្រគឺពេញមួយចាប់ផ្ដើមពីថ្ងៃនេះទៅ